ប្រុសយកមិនហើយអ៊ំប្រុសអាម៉ាញ់មិញអ៊ំលោតចូលទឹកគឺអ្នកប្រុសម្នាក់នេះជួយអ៊ំប្រុសមិនអីទេអ្នកណាឲ្យលោកមកជួយខ្ញុំទៅលោកមកជួយខ្ញុំធ្វើអីខ្ញុំជាមនុស្សអស់ផ្លូវដើរទៅហើយពួកលោកមកជួយខ្ញុំដូចជាមកធ្វើបាបខ្ញុំដែលមានសម្ដៅមិនល្អអ៊ំប្រុសមិនក៏និយាយអញ្ចឹងអ្នកប្រុសខាងនេះគឺជាអ្នកជួយអ៊ំនៅថាគេខុសទៀតដែរអ៊ំប្រុសស្រមោចក៏វាចង់រស់ដែរកុំថាឡើយមនុស្សអ៊ំមានរឿងអីចាំនិយាយប្រាប់ខ្ញុំមកបើខ្ញុំយល់ថាអ៊ំគួរតែស្លាប់មែនចាំខ្ញុំបោះអ៊ំចូលក្នុងទន្លេវិញទុកចិត្តចុះត្រូវហើយមានទុកលំបាកអីក៏និយាយចេញមកចុះយើងគ្នាច្រើនគឺគំនិតក៏ច្រើនដែរក្រែងលោអាចជួយរកមធ្យោបាយបានរឿងរបស់ខ្ញុំគ្មានអ្នកណាអាចជួយបានទេមិនបាច់ជួយទេអ៊ំមិនទាន់ប្រាប់ផងមិនដឹងថាខ្ញុំជួយមិនបានអ្នកដែលធ្វើបាបខ្ញុំគឺចិនស៊ីគឺជានរណាត្រូវហើយចិនស៊ីគឺជានរណាចិនស៊ីគឺជាក្មួយប្រុសរបស់រាជគ្រូផាងដែលជាឪពុកក្មេងស្ដេចនោះនៅហានជើនេះមន្ត្រីទាំងតូចទាំងធំជួបគេសត្វទៅត្រូវអោលំទោនទាំងអស់រហ័សនាមស្ដេចត្រាញ់រោមមាសអ៊ំប្រុសមិនបានជាអ៊ំប៉ះទង្គិចដល់ស្ដេចត្រាញ់រោមមាសនោះនេះគឺជាថកែចៅដែលបើកទៀមតែនៅផ្លូវខាងកើតនេះតើលោកពូលោកពូស្គាល់គាត់ណាមិនត្រឹមតែស្គាល់ទេកាលពីមុនខ្ញុំឧស្សាហ៍ទៅទៀមតែគាត់ផឹកតែណាទៀមតែអូលីវនៅផ្លូវខាងកើតគឺជាទៀមតែរបស់គាត់មានភ្ញៀវច្រើនណាស់គួរឲ្យស្ដាយឥឡូវធ្លាក់ចូលនៅក្នុងដៃអ្នកដទៃហើយតើហេតុអីទៅអាយ៉ារឿងនេះគឺវាចេះ2ឆ្នាំមុនទៀមតែអូលីវត្រូវភ្លើងឆេះសំណាងល្អបានបងប្អូនជិតខាងនេះជួយពលិតទាន់ពេលហើយទៀមតែនោះឆេះអស់តិចតួចតែរបស់របរប្រើប្រាស់នៅក្នុងទៀមតែនោះឆេះអស់ច្រើនណាស់ដើម្បីរៀបរយឡើងវិញលោកតកែចៅក៏ទៅខ្ចីប្រាក់50ដំឡឹងពីអ្នកជិតខាងឈ្មោះលីវស៊ឺនិយាយគ្នាថាការប្រាក់ 30% 2ឆ្នាំក្រោយទាំងដើមទាំងការត្រូវសងលីវស៊ឺវិញគឺ80ដំឡឹងឯណោះការប្រាក់សងលំមហើយត្រូវហើយហើយពេលនោះជិតខាងគ្នាខ្ចីប្រាក់គ្នាជារឿងធម្មតាទេហើយគួរឲ្យស្ដាយទៅតែបានតែ1ឆ្នាំលីវស៊ឺក៏ប្រាប់តកែចៅថាគេបានផ្ទេរសិទ្ធិម្ចាស់បំណុលនេះឲ្យទៅលោកម្ចាស់ចឹងហើយឲ្យលោកតកែចៅដល់ពេលនោះយកប្រាក់ទៅសងលោកម្ចាស់ចឹងទៅហើយពេលនោះលោកម្ចាស់ចៅក៏អត់គិតច្រើនដែរក៏យល់ព្រមនឹងគេតែម្ដងប៉ុន្តែមួយរយៈមុនពេលដែលលោកតកែចៅយកប្រាក់ទៅសងលោកម្ចាស់ចឹងតាមពេលកំណត់រឿងនេះក៏មានភាពប្រែប្រួលលោកម្ចាស់ចឹងថាបំដុលនេះគឺផ្ទេរឲ្យគាត់ទៅហើយអញ្ចឹងការប្រាក់គឺត្រូវតែគិតតាមក្បួនរបស់គាត់ហើយដល់ពេលគិតទៅទាំងដើមទាំងការគឺ200ដំឡឹងលោកតកែចៅអត់មានប្រាក់សងក៏ត្រូវលោកម្ចាស់ចឹងនេះប្តឹងសាលាស្រុកអ្នកប្រុសគិតមើលលោកម្ចាស់ចឹងគឺជាបងប្អូនចិនដូនមួយរបស់ប្រពន្ធទី13របស់រាជគ្រូផាងដែលជាឪពុកក្មេកស្ដេចគឺជាសាច់ញាតិរបស់ស្ដេចដែររឿងអីដែលចវាយស្រុកមិនខ្លាចគាត់ចវាយស្រុកក៏កាត់ក្តីឲ្យលោកតកែចៅនឹងយកទៀមតែទៅសងគេប្រពន្ធរបស់គាត់ខឹងផងឈឺផងមិនដល់មួយខែផងក៏ស្លាប់ទៅបាត់ទៀមតែដែលគាត់ខំរកស៊ីរាប់សិបឆ្នាំមកនេះត្រូវឲ្យអ្នកដទៃហើយពួកលោកថាមកមើលបើអញ្ចឹងទៅហើយនោះឲ្យគាត់មានផ្លូវរស់អីទៀតតើអ៊ំប្រុសនេះមានកូនដែរទេហើយគាត់មានកូនស្រីម្នាក់រៀបការច្រើនឆ្នាំហើយគ្រួសារនាងក្រីក្រដែរតែងតែពឹងពាក់លើឪពុកម្ដាយជួយនាងជានិច្ចអ្នកទាំងអស់គ្នាខ្ញុំស្លាប់ទៅល្អជាអ៊ំប្រុសតាំងចិត្តឲ្យស្ងប់តាំងចិត្តឲ្យស្ងប់ទៅតាំងចិត្តឲ្យស្ងប់ណាតាំងចិត្តទៅកុំឈើឆាវណាកុំឈើឆាវគ្រាន់តែ250ដំឡឹងតាខ្ញុំឲ្យអ៊ំបានទេអ៊ំទៅលួសយកទៀមតែវិញទៅខ្ញុំធ្លាក់ខ្លួនដល់ថ្នាក់នេះទៅហើយលោកនៅម៉ាឡេស៊ីជាមួយនឹងខ្ញុំទៀតលោកគ្មានចិត្តមេត្តាទេអ៊ំមិនជឿហ៎បានក្រឡាមកអ៊ំប្រុសជឿខ្ញុំទៅខ្ញុំនិយាយម៉ាត់ណាគឺម៉ាត់ហ្នឹងស្អែកនៅពេលថ្មនេះអ៊ំមកកន្លែងនេះចាំខ្ញុំដល់ពេលនោះខ្ញុំប្រកាសជាយកប្រាក់មកឲ្យអ៊ំប្រុសទុកចិត្តចុះខ្ញុំមើលទៅអ្នកប្រុសនេះមិនមែនជាមនុស្សបោកប្រាស់ទេបើសិនជាអ៊ំមិនទុកចិត្តទេអញ្ចឹងទៅខ្ញុំសុកចិត្តធ្វើជាសាក្សីថ្ងៃស្អែកបើគាត់អត់យកប្រាក់មកទេចាំខ្ញុំឲ្យអ៊ំ200ដំឡឹងអ៊ំប្រុសមើលចុះបងស៊ីហួរអត់មានកម្រិតទេថ្ងៃស្អែកបើពួកខ្ញុំអត់គោរពពាក្យសន្យាទេចាំអ៊ំលុតទឹកទៅគ្មានអនាគតទេត្រូវហើយលោកតកែចៅហើយបើសិនជាអ្នកក្លាហានទាំងពីរនិយាយដល់ថ្នាក់នេះទៅហើយនោះអញ្ចឹងឲ្យលោកជឿពួកគាត់តែម្ដងទៅទោះបីជាពួកគាត់កុហកលោកក៏លោកអត់មានខាត់បងអីដែរមែនទេ
លោកតកែចៅចេះទៅណាថ្ងៃនេះលោកទៅជាមួយខ្ញុំទៅនៅផ្ទះខ្ញុំថ្ងៃស្អែកចាំមកកន្លែងនេះមើលស្ថានភាពចាំគិតទៀតបានទេហើយបានហើយអ៊ំប្រុសទៅជាមួយគាត់ទៅទៅពេលនេះសិនហើយទៅចុះប៉ិនសំដែងរកាយមិនខុសឆ្ងាយពីភាពយន្តអូននៅតែតងអ្នកមុនតែប្រឹងទុនភ្លុំថាអូនមានបងតែម្នាក់គត់ហេតុអ្វីក៏ធ្វើបែបនឹងហេតុអ្វីចង់ជីងទូពីសុកចូលមកក្រឡុកបងឲ្យឈួតពួកវីពេលនេះដកខ្លួនមិនបានអូនđãប្រាប់គ្រប់គ្នាថាអូនឯកាត្រូវការមនុស្សម្នាក់ស្រឡាញ់រហូតសំដីទាំងនេះធ្វើឲ្យបងឈួតរួចក៏យំចង់ restart បែបដូរពេលដឹងរឿងក្រោយខ្នងដឹងថាស្រស់នោះអងទុកបងត្រឹមជាបរោះគុំអ្នកហូចចិត្តមួយទុំខឹងតែខំត្រឹមជឿស្នេហាលួចលាក់ពីខ្ញុំឲ្យធ្លាក់រត់ដៅចង់ restart បែបដូរបំភ្លេចរឿងកន្លងចង់បំភ្លេចគ្រប់យ៉ាងរឿងដែលតាក់ទងជាមួយនឹងគេបែបដូរនេះឈឺហើយទ្រាំមិនបានទៀតនោះទេចង់បងវិលពេល